ជាទីរាប់អានស្វាគមន៍មកកាន់កម្មវិធីលបែងឆេជញ្ជាំងកណ្ដាប់ដៃមហិមាពិធីកក្នុងរាត្រីនេះមិនដឹងជាងោអីទៀតហើយចាស់អស់ហើយនេះ N2 និងរតថាដល់ម៉ោងចូលហើយអូយគេបញ្ចូលអារម្មណ៍មនោសញ្ចេតនាអីតិចអត់បាទជីមកមិញស្ទាយសិតស្ទាយ James Bond ណា79បាទហ្នឹងហើយបាទយើងនិយាយ79មិននិយាយថាជំនាន់កាលម៉ាក់ប៉ានៅក្មេងចា NB សុខសប្បាយអត់បាទសុខហើយសប្បាយខ្លាំងណាស់សប្បាយបំផុតពេលបានជួបដៃគូខ្ញុំវិញនៅក្នុងរាត្រីសប្តាហ៍ថ្មីនេះចាឮថាបងប្អូនទស្សនិកជនណាក៏ប្រាប់ខ្ញុំថា NB និយាយដើមខ្ញុំហ៎ណាគេលួចប្រាប់ណ៎គាត់ប្រាប់ថា NB និយាយដើមខ្ញុំពេលប្រាប់ថាម៉េចអាទិត្យមុនខ្ញុំបានមកចាថាម៉េចញើសថាម៉េចលើសួររដ្ឋាវិញមុនហ្នឹងឮថាបងប្អូននិយាយថាកាលដែលសប្តាហ៍រដ្ឋាមកហ្នឹងថាខ្ញុំនិយាយដើមហើយចុះគេប្រាប់ថាម៉េចហីអត់និយាយទេនិយាយទេមកថាខ្ញុំប្រាប់ចុះខ្ញុំនិយាយដើមអត់មានអីអាក្រក់ទេខ្ញុំថានឹករដ្ឋាណានឹកខ្លាំងមែនទែនជាពិសេសគឺចង់ជួបនៅក្នុងកម្មវិធីលបែងជ្រេកជញ្ជាំងកណ្ដាប់ដៃមហិមាសប្បាយចិត្តណាស់កាន់តែសប្បាយចិត្តមែនទែនហេតុអីអរគុណនៅសំណួរដែលសួរខ្ញុំថាហេតុអីសប្បាយចិត្តទី1គឺបានជួបដៃគូខ្ញុំវិញសប្បាយចិត្តទី2ត្រង់ថាឲ្យតែបានចូលរួមនៅក្នុងកម្មវិធីលបែងជ្រេកជញ្ជាំងបង្ហាញមុខគឺបានស្លៀកពាក់ស្អាតចាចុះហត់ដល់អត់ស្អាតទេពេលនៅក្រៅដែរលេបបានស្អាតទេចឹងនិយាយត្រង់ដូចមិនសូវដែរបានស្អាតចឹងសោះហ្នឹងអូនៅគ្នាចឹងបាទកុំឲ្យខាត់ពីយូរណែនាំបង្គោលក្រហមស្នេហ៍កាត់ឡើងមួយលីពីហានីរំភើបខ្លាំងស្នេហ៍ថាដំបងហើយស្រលាញ់យើងកាត់ឡើងជារៀងរាល់ថ្ងៃហូមិនដែលធ្វើឲ្យអូនខ្វល់គ្រប់ពេលបងប្រាប់ថាជឿជាក់មានតែបងម្នាក់គឺគ្រប់គ្រាន់ហើយសម្រាប់អូនជាសភាពនារី3រូបជាតារាចម្រៀងបានដាក់ពាក្យមកប្រកួតនៅលើសៃវិនលបែងជ្រេកជញ្ជាំងកណ្ដាប់ដៃមហិមាជឿជាក់ថាអាចយកខ្សែក្រវ៉ាត់ទៅផ្ទះបានទេជឿជាក់ប្រហែលភាគរយបាន100%100%អូអរគុណណាស់សោលឺទៀតហ្នឹងបាទស្ទាយនេះខ្ញុំបានស្ដាប់តាំងពី7-10ឆ្នាំមុនមកម្លេះ100%ចាំបានអិនវាឡាចាស់ជាងមុនណាចាញ់និយាយរសាប់កាលខ្ញុំក្មេងដែរបាទអូខេបង្គោលខៀវក៏ជាអ្នកដែលមានសមត្ថភាពខ្លាំងដែរចាយើងមានវិជ្ជាគុណនៃដើម្បីទប់ទល់រាល់ក្បាច់របស់គេទេបាទមានបងមានក្បាច់អីខ្លះដើម្បីទប់ទល់រៀបចំហើយបងរៀបចំខាងក្រោយឆាកហើយពេលហ្នឹងដឹងហើយតែខ្ញុំគិតថាក្រុមក្រហម
គាត់ស្រីៗគាត់ជំនាញ NB ជំនាញខាងដូច NB ធ្លាប់បាននិយាយរៀងរាល់សប្តាហ៍អញ្ចឹងណា បាទ ផ្ដេកផ្ងា បាទ ផ្អៀងប្រឆិតអីណាទាំងអស់ពួកអីពេលអញ្ចឹងយើងចេញមកយើងត្រូវតម្រូវខ្លួននៅតាមអញ្ចឹងហ៎មិនអញ្ចឹងហើយយើងជំនាញស្រាប់មែនទេ ហើយសេពៅហ្នឹងខ្ញុំដឹងហើយក្បាច់សេពៅបកាយងាយគឺក្បាច់លើកជើងបាទ អូ បាទ ឥឡូវបន្ថែមស្ទាយមួយទៀតហើយ ស្ទាយគេបាទ លើកជើងឲ្យពោះវែកទៀត អូ វែក លើកជើងឲ្យពុះវេទៀតអញ្ចឹងត្រូវចេះនេះ អត់ទេអាចចង់ឲ្យស្ទាយដែលពេកខ្លាច អូចេះ ប៊ីដូចនិយាយមិញថាអត់ញ៉ាំស្លដដែល ចា បាទត្រឹមត្រូវហើយភាពសំដៅគឺជាសត្រូវនៃចក្ខុវិញ្ញាណនិងសោតវិញ្ញាណបាទអញ្ចឹងជឿជាក់ថានៅពេលដែលជ្រែកចិញ្ចាំរបស់យើងនឹងមានស្ទាយក្បាច់ប្លែកៗសម្រាប់សេពៅជាពិសេសគឺក្បាច់ប្រចាំតកូលក្បាច់លើកជើងក្បាច់ពុះវេកនឹងទៀត ពោះវែកទម្លុះចិញ្ចាំង អូ អរគុណឥឡូវនេះមិនដឹងថាបង្គោលខៀវដែលសំងំនៅក្នុងប្រអប់របស់យើងឈឺចិត្តប៉ុណ្ណាទេនៅពេលដែលឮភាពអំណត់អះអាងក្អេងក្អាងដូចជាកាត់ក្នុងក្អមរបស់ក្រុមក្រហម ចា សូមណែនាំជូនមួយបង្គោលទៀតគឺពណ៌ខៀវ អ្នកមានអ្នករកស្លេចមើលឬរកកូនមរណាអ្នកស្រែអ្នកតាតែណាមិនណាក៏ចង់ល្អឲ្យតែជាមនុស្សអួតខ្លួនថាគិតមកតហើយអ្វីអ្នករកអ្នកមានមិនចង់រាប់អានអ្នកមានមន្ត្រីមិនសូវនិយាយគ្មានពេលគ្រប់គ្រាន់ហាត់តែមែនហាត់តែគ្រាន់ឆ្នាំប្រវត្តិកូនមរណាស្រីស្មីអីយើងចេញពេលចូលចិត្តតាសូម5ចូលណាអង្គការកំពុងបារម្ភ បាទទៀតដែរមួយបាទ ចា ជំរាបសួរបាទបរិសសង្ហាទាំង3 ចា ខ្ញុំមានអារម្មណ៍ថាខ្ញុំក្នុងរាត្រីសប្តាហ៍នេះឈរដូចខុសកន្លែងមិនទេ ខ្ញុំក៏ចឹងដែរ បាទនេះដូរគ្នាហ៎ អត់សោកមក ណា 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 អត់អេ អើយ ទីមុននឹងកម្មវិធីគេនិយាយថា NB ដូរអត់ទេ អើយឲ្យប្រហើម្ដង អត់ទេអត់ដូរទេព្រោះអីមិញមុនកម្មវិធីថា NB ដូរកន្លែងនេះអត់ទេដល់ពេលឃើញ អូយមកខាងស្រីមកជួគ្រឿងរងថ្ងៃអី អូខេដូរចឹង អើយស្លោប្រហើ ដូរ បាទនេះសុំដូរតាមមួយភ្លេតទៀតអីកំភៃបាទ ចា អរគុណជំរាបសួរម្ដងទៀតបង្គោលខៀវបាទទាំង3នាក់ឥឡូវទាំងពីរក្រុមឡើងមកប្រកួតនៅលើសៃវិលល្បែងជ្រែកចក្រដាប់ដៃមហិមានេះគឺមិនមែនឲ្យមកប្រើអំពើហិង្សាដាក់គ្នាទៅវិញទៅមកប្រើដៃប្រើជើងឬក៏យល់ថាល្បែងហ្នឹងឡើងមកកាត់ហើឬទាំងលេងនេះទេបាទមិនមែនទេណាបាទទាំងពីរក្រុមគឺត្រូវឡើងទៅជ្រែកវិញ្ញាសារបស់យើងគ្រប់ឧបសគ្គតែម្ដងនៅលើជញ្ជាំងងាយស្រួលបំផុតរាល់ពេលឡើងលេងគ្រប់វិញ្ញាសាគ្រាន់តែបេក្ខជននីមួយៗឈរឲ្យចំទីតាំង ចា ហាមចេញពីទីតាំងពុតរូបរាងអេនអនកាច់ដៃកាច់ជើងកាច់ចង្កេះឲ្យត្រូវតាមរូបរាងលើជញ្ជាំងជ្រែកឲ្យផុតមិនបាក់បែកស្នោមិនធ្លាក់ទឹកនិងទទួលបានពិន្ទុពេញ ចាបើសិនជាបាក់បែកស្នោឬក៏ធ្លាក់ទឹកនឹងជូនពិន្ទុ0ចា យល់ហើយបាទទាំងពីរក្រុមយល់ហើយវិញ្ញាសាដំបូងគឺប្រកល់10ពិន្ទុជូនទៅកាន់ក្រុមនីមួយៗប្រសិនបើបំពេញវិញ្ញាសាបានល្អនៅក្នុងវិញ្ញាសាដែលមានឈ្មោះថាជញ្ជាំងប្រាជ្ញាបាទទាំងពីរក្រុមបានយល់ពីវិញ្ញាសារបស់យើងហើយក៏បានដឹងថាវិញ្ញាសានៅក្នុងវគ្គទី1ជាវិញ្ញាសាអ្វីដែរហើយវិញ្ញាសានៅក្នុងវគ្គទី1នេះគឺជញ្ជាំងប្រាជ្ញាតម្រូវឲ្យបេក្ខជននៃក្រុមនីមួយៗឡើងលេងម្ដង3នាក់រួមគ្នាតែម្ដងដើម្បីជ្រាបវិញ្ញាសារបស់យើង ចាតែយើងឡើងទៅកាន់ទីតាំងរបស់យើងឈរឲ្យចំទីតាំងដែលលោកអេឌីបានជម្រាបពីដំបូងយើងសម្លឹងទៅលើជញ្ជាំងនៅលើជញ្ជាំងមានសំណួរមួយនិងចម្លើយ2ចម្លើយមួយត្រូវនិងចម្លើយមួយខុសបើសិនជាអ្នកទាំង3ឆ្លើយចម្លើយមួយណាឈរឲ្យចំនៅចម្លើយនោះហើយបើសិនជាយើងឆ្លើយត្រូវចម្លើយនោះជញ្ជាំងមកនឹងមិនបុកយើងទម្លាក់ទឹកទេតែបើសិនជាយើងឆ្លើយខុសនឹងបុកយើងទម្លាក់ទឹកចា៎បាទអញ្ចឹងបញ្ជាក់ម្ដងទៀតណាលើជញ្ជាំងមានសំណួរមួយនិងចម្លើយ2នៅខាងក្រោមសំណួរមួយត្រូវមួយខុសបើយើងគិតថាចម្លើយមួយណាដែលត្រូវសម្រាប់យើង3នាក់តម្រង់ជាជួរឈរឲ្យចំចម្លើយនោះជញ្ជាំងមកបើត្រូវយើងជ្រែកផុតដោយងាយស្រួលតែបើសិនជាខុសមានតែអាងទឹកទេដែលចាំស្វាគមន៍យើងយ៉ាងត្រជាក់ត្រជុំតែម្ដងបាទ ចា ខៀវឬក៏ហមឡើងទៅលីមុនបាទ ខ្ញុំ អូយស្ម័គ្រចិត្តហ្មង អឺទីនណាបាទព្រមទេខ
ខាងសុភាពនារីខាងស្រីគេសុំចេញមុន Lady first ឲ្យគេចេញមុនណាបង បាទ គេចេញមុន ខាងស្រីសុំចេញមុន គេសុភាពនារីឲ្យគេចេញមុនណា បាទត្រូវហើយកាលណាដែលគេចេញមុនជាត្រៃសុខសាន្តសម្រាប់គេ ចា៎ បាទយើងចាំចេញតាមក្រោយតែមិនទេបើយើងហ៊ានចេញមុនណាគេប្រកាសជាពិបាកហើយ គេអត់សុខចិត្ត បាទហ្នឹង ចេញមុននេះ បាទ ធម្មតាកម្មវិធីយើងរដងប្រវត្តិច្រើនចេញមុនមែនទេ អត់ទេយើងច្រឡាត់តែម្ដងបាទ ច្រឡាត់ ជាពិសេសគឺយើងតាមចិត្តបេក្ខជនដែលចូលរួមលេង អត់ទេភាគច្រើនគឺប្រុសចេញមុនរហូត បាទ ចឹងឥឡូវសប្តាហ៍ ពីព្រោះ នេះខាងស្រី បាទ គេសម្រេចចិត្ត សុភាពនារីចេញមុនទៅគឺគាត់ចង់បានបទពិសោធន៍មុនថាតើចិញ្ចាំងចេញមកយ៉ាងម៉េចហើយគាត់ងាយស្រួលរៀបចំខ្លួនរបស់គាត់នៅវគ្គក្រោយៗដើម្បីឆ្លងនឹងជ្រើសចិញ្ចាំងរបស់យើង ចា បាទត្រៀមហើយបាទ ត្រៀម បាទសូមទៅកាន់ទីតាំងសូមបងហាញជញ្ជាំងខេត្តកំពង់ឆ្នាំងមានព្រំប្រទល់ជាប់ខេត្តបាត់ដំបង លាក់ លា តា ក់ ក់ លាក់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  សំណួរសួរថាតើខេត្តកំពង់ឆ្នាំងជាប់ព្រំប្រទល់ខេត្តបាត់ដំបងត្រូវឬក៏ខុសស្រីពៅ Kelly និងស្រីពេជ្រ សំណួរនេះដូចជាគ្មានអីពិបាកសោះនេះអូយបងភាសំណួរអីក៏ស្រួលម៉េចបងតាមពិតទៅមិនប្រកាសថាស្រួលឬក៏មិនស្រួលទេឲ្យតែយើងគិតថាឆ្លើយត្រូវ មិនចាំយូរទេជ្រើសរើសយកខុស ទៅហើយណែជោគជ័យរបស់គេមែនតើនេះ Kelly អ្នកនាំមុខគេស្រីពៅហើយនិងស្រីពេជ្រសុំសួរមួយទាំង3នាក់ធ្លាប់នៅបាត់ដំបងហ៎ អត់ទេតែមានពូនៅបាត់ដំបង ចា ហើយមាត់ភ័ក្រនៅកំពង់ឆ្នាំង បាទកំពង់អីគេ ឲ្យមកហើ កំព យ ង់ឆ្នាំង បាទខ្ញុំឮតែកំពង់ឆ្នាំ កំពង់ឆ្នាំង បាទអញ្ចឹងច្បាស់ហើយណាបាទ ចា គាត់បែបមានណាមនុស្សសំខាន់នៅកំពង់ឆ្នាំងអីចឹងណា បាទ គាត់ដឹងច្បាស់ហ្មង ចាំមាត់ភ័ក្រខ្ញុំហ្នឹងមិនមែនរឿងសំខាន់មាត់ភ័ក្រខ្ញុំសំខាន់ទាំងអស់ហ្នឹង ខ្ញុំសង្ស័យតែស្រីពៅប្រហែលជាអាជីពក្រៅអ្នកសិល្បៈខ្សែជាអ្នករស់ស៊ីវាស់ដីអីហ្នឹងបាទ ហើយចាយតាម មែន កំពង់ ទេ ឆ្នាំង ខាងធ្វើឆ្នាំងដីហ៎ អូ ចានៅពងឆ្នាំងព្រោះគេឈើឆ្នាំងដីឈើ អត់អីទេធ្វើអាហ្នឹងធ្វើឲ្យមានមុខរបរផ្សេងអស់រលុយបានយកទាំងអស់មុខរបរគេយក ងាកមកការដាក់បន្ទូលនៅក្នុងវគ្គនេះវិញការកៅឆាយចិញ្ចាំងដំបងចិញ្ចាំងប្រាជ្ញារបស់ក្រុមក្រហមធ្វើបានល្អសូមជូន 10 បន្ទូលបាទ មិនដែរពីចាំ អត់មិនផង មិនដែរ small អ៊ុយ small man បាទគុំឃើញតែស្មអញ្ចឹងណាតែគាត់មានធំនៅកន្លែងបាទហ៊ានចាប់ តែឃើញដលងមីហេ អត់ដែរផង បាទអូសួរហ្នឹងចាប់ឲ្យសួរស្រីពៅងាប់ហើយបាទយិនសិនឲ្យបាត់ពិសោធន៍បាទបកាស្រីពៅបកា មិន បាទរឿងដលងមីដលងអីគាត់ដឹងអស់ យើងដឹងមិនបើ រឹសមើលមិនហ្នឹងគាត់ដឹងដែរគាត់តែមើលមុខដឹងហ្មង ចេះបើប៊ីនាំមើលឡើងគ្រប់ត្រង់ព្រោះផ្ទះផ្ទះ MB មានចការដលងគ្រប់មុខ ចាសា ជួយ ទៅ ទៅគាស់មើលទៅមកឡយ អូយនិយាយស្អីអាហ្នឹងកាយយើងនៅមានទេកុំនិយាយទេ ខាងប្រុសទៅផ្ទះដៃមួយគេ អូយច្រឡំដាក់ខ្លួនច្រឡំទេអូខេបាទអ្វីដែលខ្ញុំនិយាយថាស្មលធំនៅកន្លែងហ្នឹងគឺសាច់ដុំគាត់ហ៊ានប៉ះតែគាត់ប្រឹងធំឡើងរិចតែម្ដងបាទ មានសាច់ដុំទេមានសាច់ខ្លាញ់ហ្នឹងណា ចាហេតែក្បាលពួរហ្នឹងសាប្រឹងមកមិនធំណាស់បាទឃើញទេឲ្យច្បាស់ហ្នឹងឥឡូវជាវេនបង្គោលខៀវហើយជឿចិត្តថាយក10បន្ទុកបានទេបាទ ជឿជាក់ ជឿជាក់ បាទ ជឿជាក់ សូមទៅកាន់ទីតាំង ខៀវធ្លាក់ទឹក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  សូមបងហាញជញ្ជាំង500គុណ8បូក1000គុណ10ស្មើប៉ុន្មាន 14000 ឬក៏ 14500 សាហា អាយ៉ាគណិតវិទ្យា500គុណ8បូក1000គុណនឹង10ចម្លើយ
14000 ឬក៏14500ផាម៉ាទៅណាបាត់ហើយអូយចាំផ្លេចបងពងគុនគូកាសោអញ្ចឹងបានថាក្រុមពណ៌ខៀវអ្នកទាំង3ជិះម៉ូតូដប់ទៅផ្ទះចុចកាសោសិនក៏បានឬក៏ទៅសួរអ្នកណាក៏បានលោកគ្រូក្រិតនៅតាមសាកលវិទ្យាល័យផ្សេងក៏បានដែរហើយត្រឡប់មកវិញផងកុំភ្លេចជ្រែកជាងយើង អូយបងពានិយាយដូចស្រួលណាស់អញ្ចឹងទាញពេលវេលាមែនចម្លើយដែលត្រឹមត្រូវគឺ បានឃើញនឹងផ្នែកហើយគឺ14000អូយពិតជាបកាយឆ្លោយព្រាវមែនលបងបានខាងខៀវបោកលេខលឿនដែរណា ខ្ញុំភ្លេចប្រាប់ថាមុខងារខ្ញុំមួយទៀតនៅក្នុងរដ្ឋកម្មថោនគឺជំនួយការកែអណ័យ ជំនួយការកែអណ័យ ហើយបូកលេខយ៉ាងលឿនបន្តិចទេ អូអញ្ចឹងបានត្រង់លឿនណាស់បើខ្ញុំជិះក៏អត់ចេញទេ តែដូចឃើញ small អ្នកនាំមុខដែរ តែ ដូចបាល់ចាហ្នឹងមិនដូចបាល់ទេល្មៀតដូចបាល់ តែតាមដែលខ្ញុំធ្លាប់ដឹងកាលពីក្មេងកាលនៅរៀនដោយបកែខាងគំនូទេបកែខាងគំនូដល់ទៅលើបកែបូកលេខវិញខ្ញុំឆ្ងល់យ៉ាងដែរដល់ពេលមានអ្នកដឹងចឹង អីមានប៉ុណ្ណឹង100ដឹង អើយខ្ញុំស្អីក៏ដឹងដែរបាទគាត់ដឹងត្រូវដឹងខុសប៉ុណ្ណឹងឯងមិនខ្វល់ទេចម្លើយព្រាវឬក៏ច្បាស់តែខ្លួនឯងឲ្យតែឈោចំចម្លើយដែលត្រូវបន្ទុកគឺបានពេញ10បន្ទុកបាទ ចាឥឡូវឃើញថានៅក្នុងវគ្គនេះនៅក្នុងវគ្គទី1បង្គោលក្រហមនិងបង្គោលខៀវគឺគាត់មានបន្ទុកស្មើគ្នាទៀតហើយចាឥឡូវនេះចាប់ដឹងថានៅក្នុងវគ្គក្រោយតើទាំងពីរក្រុមមួយណាមានបន្ទុកខ្ពស់ជាងពីកម្មវិធីសូមបញ្ញាសម្រាប់មួយគិតសិន